បានជាក់ម្ដងហើយថាក្នុងពុទ្ធសាសនាមហាយានក៏ដូចក្នុងពុទ្ធសាសនាយើងដែរគឺថាពេលដែលកូនរបស់ប្របាទទី7ទៅសម្លាប់មនុស្សណាវាចុះនៅរស់ពួកយើងក៏នៅទៅសម្លាប់គេក៏សម្លាប់យើងសម្លាប់គេគាត់ទៅសង្គ្រាមទៅវាយហើយបើមិនគេកាប់យើងកាប់គេអញ្ចឹងអាចថាគាត់ចុះនៅរស់ពីព្រោះគាត់ធ្វើសង្គ្រាមមកប៉ះទ័ពគេប៉ះទ័ពឯងលោកយល់ឃើញថាព្រះបាទព្រះលោកកេសវរៈនេះគឺជាព្រះដែលមានបារមីអាចยึดយកដួងព្រលឹងដំណើរឲ្យមេតាដាក់នឹងហើយដែលអាចยึดយកដួងព្រលឹងរបស់លោកហើយលោកក៏សុខចិត្តរីដាក់នឹងរូបហ្នឹងហើយបងហេតុអីបានមកខាងលិចអាស្រមរបស់ព្រះលោកកេសវរៈនៅទីខាងនេះទឹកខាងដីគេទៅគេបានព្រោះក្នុងកម្ពីខ្ញុំនិយាយថែមតិចលើសពីអ្វីដែរនេះតាមដែលយើងធ្វើអស់ទាំងនេះមានកម្ពីមួយនេះរឿងនេះមានកម្ពីមួយគេហៅកម្ពីករិណ្ដាយុហាសុត្រាទៅឥណ្ឌាទៅណាអញ្ចឹងគេឲ្យបានឆ្លាក់តែយើងបានយកមកឆ្លាក់យកសាច់រឿងហ្នឹងមកឆ្លាក់នៅនេះអាទាំង8ហ្នឹងគឺក្នុងកម្ពីករិណ្ដាយុហាសុត្រានេះគេនិយាយពីរឿងព្រះលោកេទិស្វរៈនេះឯងដែលទាំងព្រះវិស្ណុទាំងព្រះសិវៈទាំងព្រះព្រហ្មនោះក៏កើតចេញពីរូបលោកដែរនិយាយពីឯកសារណាព្រះអង្គនេះខុសពីវិស្ណុខុសពីប្រមាខុសពីជីវាទាំងអស់ណាវាចេញពីគាត់កើតចេញពីគាត់ចេញតាមដៃចេញតាមស្មាចេញតាមនេះចេះគាត់មានបើរូបពេញបើពីផ្ទាំងពេញមកឲ្យឃើញទាំងអស់ពីផ្ទាំងនៅថៃដល់ផ្ទះអ្នកមានទៀតណាផ្ទះស្ដាប់នឹងជាងចេះគាត់យកពីនេះទៅនឹងមកចាំផ្ទះស្ដាច់ស្រឹងថនថតស្វេ